កាលពីយូរលង់អង្វែងណាស់មកហើយកាលនោះប្រទេសកម្ពុជាសពថ្ងៃស្ថិតនៅក្រោមលំហសមុទ្រនៅឡើយដោយមានជួរភ្នំដងរែកជាច្រាំងមាត់សមុទ្រមាននារីម្នាក់ឈ្មោះនាងសុវណ្ណមសារស់នៅក្បែរមាត់សមុទ្រតាមជួរភ្នំដងរែកសពថ្ងៃនាងបានរើសពងសត្វមួយធំចម្លែកយកទៅទុកភ្ញាស់មើលថាតើជាសត្វអ្វីលុះពងនោះញាស់ក៏ចេញជាកូនក្រពើមួយនាងក៏បានចិញ្ចឹមបីបាច់ទុកស្មើនឹងកូនបង្កើតដោយសន្មតឈ្មោះឲ្យវាថាជាអាធន់ក្រពើនោះឆាប់ធំលូតលាស់យ៉ាងឆាប់រហ័សហើយគោរពនិងចេះស្ដាប់បង្គាប់នាងសុវណ្ណមសាទុកដូចជាម៉ែសម័យថ្ងៃមួយមានរាជបុត្រានៃស្ដេចផែនដីមួយអង្គមានព្រះនាមថាចៅរាជកុលបានមកស្វែងរករៀនមន្តវិជ្ជាការពីសំណាក់តាបោះមនីឥសីនៅតាមព្រៃភ្នំក្បែរលំនៅនាងសុវណ្ណមសាព្រះអង្គក៏បានលង់ស្នេហ៍នឹងនាងហើយនាងសុវណ្ណមសាក៏បានស្រឡាញ់ព្រះអង្គវិញដែរលុះកន្លងក្រោយមកពេលព្រះអង្គរៀនចប់សពគ្រប់វិជ្ជាការហើយក៏បានលាតាបោះជាគ្រូនិងនាងសុវណ្ណមសាជាគូស្នេហ៍ត្រឡប់ទៅនគរវិញដោយសន្យាថានឹងវិលត្រឡប់មកវិញជាមួយនឹងបណ្ដាការចូលស្ដីដណ្ដឹងនាងតាមច្បាប់ប្រពៃណីពេលត្រឡប់ទៅដល់នគរវិញមាតានិងព្រះបិតារបស់ព្រះអង្គក៏រៀបចំផ្សំផ្គុំព្រះអង្គនិងព្រះនាងរំសាយសក់ដែលជាបុត្រីរបស់ស្ដេចត្រាញ់នៅខេត្តចន្ទបុរីខេត្តចន្ទបុរីគឺជាខេត្តដែលស្ថិតនៅក្នុងប្រទេសថៃសព្វថ្ងៃហើយក៏បានរៀបកំណត់វេលាដើម្បីចូលទៅដណ្ដឹងព្រះនាងតាមរាជប្រវេណីដោយចាត់ចែងមានសម្ពៅដ៏ធំមួយផ្ទុកពេញទៅដោយគ្រឿងអលង្ការគ្រឿងបណ្ដាការមានមាសពេជ្រកែវកងពិទូសូរកានសម្ពត់សូត្រអាវសាវស្បៃវង់ភ្លេងវង់ល្ខោនទុកលេងកំដរតាមផ្លូវនិងផ្កាស្លាទុករៀបចំពិធីមង្គលការដោយមានការរៀបចំម្ហូបស្បៀងអាហារបរិបូរណ៍ឥតខ្វះចន្លោះដូចជាមាន់ទាទាំងទ្រុងបន្លែបង្ការជាដើមឡាក់ដល់វេលាត្រូវចេញដំណើរព្រះមេតាព្រះបិតាចៅរាជកុលរួមដំណើរដោយក្រុមបរោហិតមន្ត្រីនានាមានឈ្មោះតាក្រៀមតាងែននិងក្រុមតន្ត្រីរបាំល្ខោនរាជបរិវារចុះសំពៅចាក់ចេញទៅកាន់ស្រុកចន្ទបុរីទៅនិយាយពីនាងសុវណ្ណមសារាល់ថ្ងៃតែងតែអង្គុយរងចាំមើលផ្លូវចៅរាជកុលនាមាត់សមុទ្រក្រែងលោមានសំពៅចៅរាជកុលចូលមករកនាងចាំបាត់ខុសពីសន្យាជាមួយនាងធ្វើឲ្យនាងមានចិត្តឈួរក្តៅខឹងនិងប្រុសក្បត់ពាក្យសម្ដីពេលនោះនាងក៏ក្រឡេកឃើញសំពៅចៅរាជកុលរំកិលខ្លួនទៅលើលំហសមុទ្រនាងត្រេកអរជាខ្លាំងតែក្តីអំណររបស់នាងត្រូវខកចិត្តទៅវិញនៅពេលដែលឃើញសំពៅបានបើកហួសចេញទៅខាងមុខបន្តទៀតនាងកើតក្តីក្តៅក្រហាយក៏ប្រើក្រពើអាធន់ដែលជាកូនរបស់នាងឲ្យទៅគៀងបំផ្លាញសំពៅនោះអាធន់ក៏ប្រើបានដូចចិត្តស្ទុះហែសំដៅទៅរកសំពៅមិនបង្អង់ឡើយទៅដល់ចិត្តសំពៅក្រពើក៏ផុសឡើងធ្វើឲ្យមនុស្សម្នានៅក្នុងសំពៅផ្អើលជ្រួលច្របល់ភ័យខ្លាចគ្រប់គ្នានឹងក្រពើដ៏ធំមហិមានោះចៅរាជកុលក៏យល់ច្បាស់ថាជាក្រពើអាធន់កូនចិញ្ចឹមរបស់នាងសុវណ្ណមសាក៏និយាយលួងលោមក្រពើកុំឲ្យក្រពើធ្វើបាបមនុស្សនៅក្នុងសំពៅតែការអង្វររបស់រាជកុលកុមារឥតប្រយោជន៍ទេក្រពើមិនព្រមស្ដាប់ឡើយព្រោះស៊ីបាយអ្នកណាត្រូវយកអាសាអ្នកនោះអាធន់ក៏មុជចុះមុជឡើងហើយឡើងលើចុះមកកោះសំពៅឲ្យផ្អៀងចំណែកឯក្រុមអ្នកដែលនៅលើសំពៅពិតជាភិតភ័យណាស់ក៏លើកបោះអណ្ដើកមាន់ទាទាំងទ្រុងទៅឲ្យក្រពើស៊ីដើម្បីកុំឲ្យក្រពើយាយីសំពៅរបស់ពួកគេសំពៅបានផ្អៀងកាន់តែខ្លាំងទៅផ្ដោងសំពៅក៏សណ្ដក់រលំទៅម្ខាងសំពៅហៀបនឹងលិចចៅរាជកុលក៏លើកដៃបួងសួងដល់វត្ថុស័ក្តិសិទ្ធិថាបើទ្រង់ពិតជាគូព្រេងពីអតីតនិងព្រះនាងរំសាយសក់មែនសូមឲ្យជួយសង្គ្រោះមនុស្សនៅក្នុងសំពៅនេះផងនិយាយទៅដល់នាងរំសាយសក់ដែលជាអ្នកមានបុណ្យបារមីមានសក់ទឹកវែងអាចច្បូតស្រូបយកមហាសាគរឲ្យរីងទៅជាដីគោកឬដីគោកឲ្យទៅជាទឹកវិញក៏បានព្រះនាងក៏ទ្រង់ញៀនហើយស្រូបយកទឹកសមុទ្រនោះចេញអស់សំពៅកំពុងលិចមនុស្សម្នាភ័យឆោឡោខ្លះធ្លាក់ទឹកលង់ស្លាប់ជាច្រើនទឹកសមុទ្រក៏ខាសរីងអស់សំពៅក៏ផ្អៀងគឿងជាប់ទៅនឹងដីភក់លុះក្រោយមកសំពៅនោះក៏คล้ายទៅជាភ្នំមានរូបរាងជាសំពៅផ្អៀងរហូតមកដល់សព្វថ្ងៃត្រង់រោងល្ខោនក្នុងសំពៅក៏កើតទៅជាលអាងហៅថាលអាងល្ខោនដោយមានផ្លូវរួមមួយភ្ជាប់គ្នាទៅកាន់កន្លែងតែងខ្លួន
ក៏កើតជាលអាងតែងខ្លួនកន្លែងផ្ទុកផ្កាស្លាក៏កើតជាលអាងផ្កាស្លាមានថ្មដុះដូចជាផ្កាស្លាត្រង់ក្បាលសំពៅនៅពេលដែលក្តោងបាក់រលំក៏បំបែកក្បាលសំពៅឲ្យបែកជាពីរជាប់ឈ្មោះថាជ្រុះរណ្ដៅក្តោងនៅក្បែរគ្នានោះក៏ជាស្ថានីយ៍ផ្ទុកប្រេងក៏คล้ายទៅជាលអាងស្ថានីយ៍និងលអាងអណ្ដូងប្រេងនៅខាងក្រោមម្ដុំប្រាង្គរីឯក្តោងក៏កើតទៅជាភ្នំក្តោងត្រង់កន្លែងដែលនាងរំសាយសក់ច្បូតយកទឹកសមុទ្រដីក៏របើករំជួយកើតទៅជាជួរភ្នំរដេបរដប់មានឈ្មោះភ្នំរំសាយសក់ភ្នំព្រះរាជទ្រព្យភ្នំបង្គន់ភ្នំដីភ្នំហង្សភ្នំដីសក្រហមភ្នំចាក់អង្កាមភ្នំក្រោលភ្នំបាណង់ភ្នំបាណន់ជាដើមទៅតាមរឿងព្រេងក្រោយៗតមកទៀតចំណែកមន្ទាទាំងទ្រង់ក៏កើតជាភ្នំពីរផ្សេងគ្នានៅក្បែរនោះហៅថាភ្នំទ្រង់មន់ភ្នំទ្រង់ទាចំណែកឯតាក្រៀមនិងតាង៉ែនក៏បានស្លាប់នៅក្នុងទឹកអណ្ដែតទៅកើតជាភ្នំតាក្រៀមភ្នំតាង៉ែនក្រពើមុននឹងស្លាប់ក៏ខំរើបំរាស់គូសកន្ទុយកើតជាបឹងមួយហៅថាបឹងកន្ទុយក្រពើនិងបានដកដង្ហើមធំក៏បានកើតជាបឹងច្រមុះក្រពើលុះវាស្លាប់ទៅក៏កើតទៅជាភ្នំក្រពើដោយមើលទៅមានរូបរាងជាក្រពើបេះបិទនៅក្រោមក្រពើមានដីលអាងមួយមានពណ៌ក្រហមដូចឈាមដែលរាជកុលខ្ញាល់ហើយកប់ចាក់សម្រាប់ក្រពើនៅជាប់ភ្នំក្រពើមានភ្នំមួយឈ្មោះភ្នំអណ្ដើកក្រោយឃើញវិនាសកម្មដែលជាស្នាដៃនាងសុវណ្ណមសាបែបនេះចៅរាជកុលក៏បញ្ជាឲ្យពលសេនាទៅចាប់នាងសុវណ្ណមសាយកមកប្រល័យជីវិតចោលគេក៏សម្លាប់នាងកាត់ក្បាលនាងក្រវែងចោលកើតទៅជាភ្នំមួយដែលមានឈ្មោះថាភ្នំសងក្បាលហៅយូរមកទៅជាភ្នំសងក្បាលឯដៃនាងវិញយកទៅចោលជាប់ជាឈ្មោះភ្នំដងរែកដល់សពថ្ងៃពោះវៀននាងក៏យកទៅចិញ្ច្រាំចោលហៅទីវាលនោះតមកថាវាលចិញ្ច្រាំពុះហើយយោនីនាងក៏គេជាក្រវែងចោលកើតជាភ្នំក្រពាយនាងហៅคล้ายទៅជាភ្នំបន្ទាយនាងដល់សពថ្ងៃនេះចៅរាជកុលនិងនាងរំសាយសក់ក៏សោយរាជបន្តពីបិតានិងគ្រប់គ្រងដែននគរខ្មែរដោយសុខដុមរមនាតរៀងមករឿងរ៉ាវស្ដីពីប្រវត្តិសាស្ត្រតាក់ទងនឹងភ្នំសំពៅនៅក្នុងរឿងចៅរាជកុលនិងនាងរំសាយសក់ក៏សន្មតថាចប់ត្រឹមនេះអត្ថបទដោយលោកគង់មនីរតន៍ហៅតូរ៉ូ